ដើម្បីអាចប្រើប្រាស់កម្មវិធី Word បានយើងគ្រាន់តែចេះនៅ3ចំណុចនេះទី1គឺ menu home ហើយទី2នោះគឺ insert តមកគឺ layout តោះដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅមើលវីដេអូបញ្ជាក់អំពីមុខងារនីមួយៗទាំងអស់គ្នាអញ្ចឹងដំបូងយើងចាប់ផ្ដើមដោយនៅក្នុងmenu home របស់យើងអូខេអញ្ចឹងយើងក៏លេខមកមើលក្នុង menu របស់យើងគឺដំបូងគឺយើងមាន font កន្លែងនេះគឺយើងសម្រាប់ជ្រើសរើស font style អក្សរបន្តមកទៀតគឺយើងអាចសេរីទំហំហើយបន្តមកទៀតគឺយើងអាចសេរីទំហំដូចគ្នាកន្លែងនេះគឺយើងចុចឲ្យវាធំទូចតាមអ្វីដែលយើងចង់បានអូខេអញ្ចឹងបន្តមកទៀតកន្លែងនេះគឺយើងអាចសេរីអក្សររបស់យើងចង់បានវាបែបណាក៏បានឲ្យវាមានអក្សរធំទាំងអស់ក៏បានចង់ឲ្យវាអក្សរតូចខ្លះធំខ្លះឬក៏ចង់ឲ្យអក្សរដើមពាក្យដំបូងអក្សរធំគឺយើងអាចសេរីបាននៅកន្លែងអក្សរ A ធំ A តូចនេះបាទមុខងារបន្តមកទៀតនោះគឺធ្វើឲ្យពណ៌អក្សរយើងដិតអញ្ចឹងពណ៌ធម្មតាគឺវារាងអញ្ចឹងមុខងារអក្សរ B នេះគឺធ្វើឲ្យអក្សររបស់យើងគឺច្បាស់ដិតជាងអក្សរយើងធម្មតាណាយើងចុចនៅលើហ្នឹងឃើញទេវាច្បាស់អក្សរដើមធំជាងមុនអញ្ចឹងបន្តមកទៀតគឺយើងក៏លើកទៅមើលទៅលើអក្សរ I និង trade នេះគឺយើងធ្វើឲ្យអក្សររបស់យើងនោះ trade ហើយបន្តមកទៀតគឺអក្សរ U នេះគឺសម្រាប់ដាក់បន្ទាត់នៅក្រោមអក្សររបស់យើងចង់ដាក់ប៉ុន្មានគឺយើង select លើអក្សរហ្នឹងហើយយើងដាក់គឺវាចេញតែនៅអ្វីដែលយើង select នៅតែប៉ុណ្ណោះអញ្ចឹងនៅក្នុងអក្សរ U នេះគឺសម្រាប់ដាក់បន្ទាត់ក្រោមអក្សរអូខេហើយបន្តមកទៀតគឺកន្លែងនេះគឺយើងអាចលេង style អក្សររបស់យើងបានដែលគេហៅថា pick art ទេណាអាចលេង style បានផ្សេងៗអូខេបន្តមកទៀតគឺយើងអាចដាក់ពណ៌ background អក្សរពណ៌នៅខាងក្រោយនៃអក្សររបស់យើងគឺយើង select ប៉ុន្មានគឺវាចេញប៉ុណ្ណឹងហើយបន្តមកទៀតគឺយើងអាចបដូរពណ៌អក្សរដែលជាតម្រូវការយើងអាចបដូរពណ៌តាមអ្វីដែលយើងចង់បានពណ៌ណាក៏បានតែវាមានច្រើនជម្រើសមែនទែនអញ្ចឹងកន្លែងនេះគឺសម្រាប់បដូរពណ៌អក្សរគឺយើងចុចទៅលើអក្សរ A ដែលមានឆ្នូតពណ៌ខាងក្រោមនោះមកគឺយើងអាចបដូរពណ៌អក្សរបានគ្រាន់តែយើង select ទៅលើកិច្ចការរបស់យើងដែលយើងមានអូខេអញ្ចឹងបន្តមកទៀតកន្លែងនេះគឺសម្រាប់ដាក់ជា tray ឬក៏ជាសញ្ញាផ្សេងៗទៅលើកិច្ចការរបស់យើងគឺយើងអាចដាក់សញ្ញាឬក៏ជាប្រភេទ tray ឬក៏ grid ឬក៏សញ្ញាព្រួយបាននៅក្នុងកិច្ចការរបស់យើងអាចដាក់បាននៅលើនេះហើយយើងអាចជ្រើសរើសបានប្រភេទផ្សេងៗពីនោះទៀតអញ្ចឹងបន្តមកទៀតកន្លែងនេះគឺដូចគ្នាដែរយើងអាចដាក់ជាលេខរៀងយើងអាចកំណត់ជាលេខរៀងយើងគ្រាន់តែ enter ទៅគឺវាបង្កើតឲ្យអូតូតែម្ដងអូខេអញ្ចឹងកន្លែងនេះគឺសម្រាប់តម្រាំឆ្វេងស្ដាំកណ្ដាលមុខងារ3ទន្ទឹមគ្នានេះគឺយើងអាចធ្វើឲ្យអក្សររបស់យើងទៅឆ្វេងទៅស្ដាំឬក៏នៅកណ្ដាលអញ្ចឹងគឺងាយស្រួលដល់ការងាររបស់យើងអូខេបន្តមកទៀតគឺយើងចូលមកដល់ menu insert អញ្ចឹង menu insert យើងអាចធ្វើការងារបានមួយចំនួនដែរបើយើងចេះទៅលើ menu នេះគឺយើងអាចធ្វើការងារបានយ៉ាងរលូនអញ្ចឹងទៅលើមើលទៅលើ table យើងអាចបង្កើតតារាង table បានការបង្កើតតារាង table នេះគឺងាយស្រួលយើងអាចកំណត់បានដោយខ្លួនឯងព្រោះក្នុងគេដាក់មកតែត្រឹម10យើងអាចកំណត់បានបន្ថែមទៀតអញ្ចឹងយើងមើលបន្តទៀតទៅលើ picture នេះគឺយើងអាចទាញរូបមកដាក់យើងអាចបញ្ចូលរូបអញ្ចឹងកន្លែងរូបនេះគឺយើង picture នេះគឺយើងអាចទាញរូបភាពមកដាក់ដើម្បីទាញរូបភាពមកដាក់បានយើងត្រូវចូល picture ហើយចុចលើរូបភាពបន្ទាប់មកគឺវាបើកនៅ browser ហើយយើងទៅរករូបភាពនៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់យើងអញ្ចឹងយើងយករូបនេះដើម្បីជាឧទាហរណ៍មកយើងចុច insert វា load ចេញមកក៏ប៉ុន្តែយើងមិនអាចអូសវាបានទេពីព្រោះវានៅជាប់មុខងារផ្សេងទៀតអញ្ចឹងយើងគ្រាន់តែចុចលើរូបដែលបានបង្ហាញបែបនេះគឺយើងអាចរំកិលរូបភាពរបស់យើងទៅទីតាំងផ្សេងទៀតបានតោះនេះបាទយើងអាចសេរីរូបភាពរបស់យើងបានរំកិលរូបភាពរបស់យើងបានអូខេអញ្ចឹងបន្តមកទៀតយើងមកទៅលើ shape កន្លែងនេះគឺយើងសម្រាប់សរសេរអក្សរយើងអាចគូសវាហើយសរសេរអក្សរនៅក្នុងហ្នឹងគេហៅថា text box នៅពេលដែលយើងសរសេរអក្សរនៅលើវាគឺយើងអាចផ្លាស់ទីវាបានយ៉ាងងាយស្រួលពីព្រោះយើងសរសេរនៅលើ text box គឺយើងអាចទាញបានហើយយើងអាចកំណត់ font អក្សរវានៅក្នុង menu home ដែលបានបញ្ជាក់ចំណុចមុនចឹងយើងអាចសេរីបានអូខេអញ្ចឹងវាមានមុខងារច្រើនពីនឹងទៅទៀតដែលយើងអាចយកមកប្រើប្រាស់បានទៅតាមតម្រូវការរបស់យើងណាអញ្ចឹងនៅក្នុង shape ដែលយើងក៏អាចទាញយករូបភាពផ្សេងៗដើម្បីមកគូដើម្បីយើងដាក់ពណ៌ highlight ទៅតាមអ្វីដែលយើងចង់បានហើយនេះខ្ញុំគូវាជាទម្រង់បែបនេះហើយយើងអាចបដូរពណ៌វាបានយើងយក shape fill នេះមកយើងអាចរើសពណ៌ក្រហមពណ៌លឿងពណ៌អីទៅតាមអ្វីដែលយើងចង់បានហើយកន្លែងនេះគឺយើងយក shape outline យើងយកពណ៌កែមរបស់វាណាយើងអាចបដូរពណ៌សឬក៏ពណ៌អ្វីផ្សេងៗច្រើនទៅនេះទៅទៀតអញ្ចឹងកន្លែងនេះគឺយើងអាចដាក់បាននៅ style ផ្សេងៗមានច្រើនប្រភេទដែរនៅក្នុងនេះអញ្ចឹងយើងអាចជ្រើសរើសតាមចំណង់ចំណូលចិត្តបានហើយយើងអាចបន្ថែមឲ្យនៅស្រមោលរបស់វាទៅតាមរូបរាងដែលយើងធ្វើជាក់ស្ដែងណាហើយយើងបន្តមកទៀតគឺមានពណ៌កន្លែងនេះគឺយើង style បានច្រើនគួរសមដែរកត្តានេះគឺមកតម្រូវការរបស់យើងគឺមិនមានកន្លែងខ្វះខាតទេបើយើងដឹងពីចំណុចទាំងអស់នេះហើយយើងអាចធ្វើបានយ៉ាងងាយស្រួលទៅលើកិច្ចការរបស់យើងចង់ style បែបណាក៏បាន
ចឹងបន្តមកទៀតគឺយើងអាចដូរវាបានដែរអញ្ចឹង shape ហ្នឹងពេលដែលយើងគូសហើយយើងអាចដូរវាទៅជារូបរាងផ្សេងទៅតាមអ្វីដែលយើងចង់កែវិញហើយយើងអាច edit យើងអាចបដូរទម្រង់របស់វាដូចតែយើងចង់បានវាជាប្រភេទមូលហ្នឹងដល់តែយើងចង់ទាញវាទៅលើទៅក្រោមទៅឆ្វេងទៅស្ដាំអីចឹងអាចទាញបានទៅតាមអ្វីដែលយើងចង់កែបន្ថែមទៀតអញ្ចឹងវាមាននៅកន្លែងរូបហើយយើងមើល shape នេះមកហើយយើងអាចបដូរបានតើប៉ុណ្ណឹងយើងអាច edit យើងអាចបដូរអីបានបើមិនចាំបាច់គូស shape ផ្សេងទៀតយើងអាចធ្វើបានដល់ងាយស្រួលតែម្ដងយើងអាចទាញបានstyle ផ្សេងៗទៅតាមអ្វីដែលយើងចង់បានអូខេអញ្ចឹងបន្តមកទៀតយើងចូលមក page layout នេះគឺកំណត់សម្រាប់កំណត់ទំហំកតាយើងអាចកំណត់បានដើម្បីឲ្យកតារបស់យើងកិច្ចការរបស់យើងហ្នឹងទៅ A4 នេះយើងជ្រើសរើសយក A4 មកដើម្បីជាកតារាមរបស់យើងហ្នឹងគឺយើងយក A4 យើងធម្មតាទូទៅហើយយើងចង់បានកតាផ្ដេកឬក៏កតាបញ្ចូលយើងអាចសេរីបាននៅក្នុង layout នេះដែរនេះយើងចង់បានកតាផ្ដេកយើងយកក្នុង layout ហើយចង់បានកតាបញ្ចូលយើងក៏បដូរនៅក្នុងហ្នឹងហើយកន្លែង margin នេះគឺយើងធ្វើឲ្យបើមិនយើងសរសេរជាអត្ថបទយើងឲ្យអក្សររបស់យើងវាទៅគៀកកុំឲ្យវាសល់គែមច្រើនពេកអញ្ចឹងនេះគឺវាងាយស្រួលក្នុងការរៀបចំកិច្ចការរបស់យើងបានស្អាតបាននៅក្នុងកន្លែង layout នេះអូខេអញ្ចឹងយើងអាច preview មកវាបានយើងចុច file មកហើយយើងចូលកន្លែង print យក print មកនៅពេលដែលយើងចង់ print ចេញឬក៏យើងចង់យករូបហ្នឹងទៅបង្ហោះឬក៏ទៅឲ្យអ្នកណាម្នាក់មើលគឺវាមានទម្រង់ស្អាតនៅក្នុងស្លឹកកិច្ចការយើងទាំងអស់វាមិនដាច់វាមិនបាត់នៅអ្វីដែលយើងបានធ្វើណាអូខេអញ្ចឹងបន្តមកទៀតគឺយើង save ឯកសារយើងទុកដើម្បី save បានយើងយកពាក្យ save អញ្ចឹងយើងមិនទាន់បាន save រត់មក save អូខេអញ្ចឹងយើងអាចបើកនៅ browser យើងរកទីតាំងដែលយើងចង់ save ឲ្យ desktop ហើយយើងចង់ដូរឈ្មោះក៏បានមិនដូរក៏បានកន្លែងនេះគឺបើសិនជាមិនដូរវាចាប់យកឈ្មោះអូតូដែលយើងបានទៅ save នៅលើកិច្ចការរបស់យើងអូខេអញ្ចឹងបានបែបនេះហើយយើងឃើញជាប់ឈ្មោះនៅលើហ្នឹងហើយឈ្មោះខ្ញុំមិនបានកំណត់ផ្សេងពីហ្នឹងទេយក Microsoft Word ចឹងទៅ